របៀបធ្វើទឹកស្ករខ្ញីសម្រាប់ញ៉ាំជាមួយទឹកក្តៅអ៊ុនៗបើសិនមកបងប្អូនមានអារម្មណ៍ថាឈឺកឬក៏ផ្ដាសាយហើយសម្រាប់ទឹកស្ករខ្ញីនេះដែរបើសិនមកបងប្អូនយកលាយជាមួយនឹងសូដាគឺវាមានរសជាតិស្រៀងជាមួយនឹងកូកាយើងអញ្ចឹងញ៉ាំហើយមានអារម្មណ៍ត្រជាក់ស្រស់ស្រាយតែម្ដងចាអញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនឹងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាចាសម្រាប់គ្រឿងផ្សំនេះគឺខ្ញុំមានខ្ញីរបស់យើងនឹងចំនួន1ខាំកន្លះហើយបន្ទាប់មកខ្ញុំមានក្រូចឆ្មាពណ៌លឿងនេះចំនួន1ផ្លែចាសម្រាប់ក្រូចឆ្មាពណ៌លឿងនេះដែរគឺយើងលាងជម្រះសម្បកវាឲ្យបានស្អាតមកព្រោះយើងដាក់ស្ងោរទាំងសម្បកហើយបន្ទាប់មកយើងហាន់វាជាបង្ទះស្ដើងបែបនេះហើយបន្ទាប់មកយើងខ្វេះគ្រាប់ចេញឲ្យអស់មកចាជាបន្ទាប់មកទៀតយើងយកខ្ញីរបស់យើងទៅឈូសជាបន្ទះស្ដើងបែបនេះបងប្អូនអាចប្រើប្រដាប់ឈូសដូចខ្ញុំឬក៏ប្រើកាបិតមុខពីរយើងចិតវាជាបន្ទះស្ដើងបែបនេះមកជាបន្ទាប់មកទៀតយើងយកខ្ញីរបស់យើងទៅប្រឡាក់ជាមួយស្ករសម្រាប់ស្ករដែលខ្ញុំប្រើក្នុងថ្ងៃនេះគឺខ្ញុំប្រើស្ករអំពៅចំនួន1ខាំកន្លះបើសិនមកបងប្អូនអត់ប្រើស្ករអំពៅដូចខ្ញុំទេបងប្អូនអាចប្រើស្ករត្នោតឬក៏ស្ករសរបស់យើងក៏បានដែរប៉ុន្តែបើសិនមកបងប្អូនចង់ឲ្យទឹកស្កររបស់យើងនឹងរឹតតែឡើងពណ៌ល្អសូមបងប្អូនប្រើប្រភេទ brown sugar វាធ្វើឲ្យទឹកស្កររបស់យើងនឹងរឹតតែឡើងក្រហមល្អយើងច្របល់ខ្ញីរបស់យើងជាមួយស្ករឲ្យវាបានចូលជាតិគ្នាសព្វល្អហើយយើងផ្អាប់វាទុករយៈពេល30នាទីចាំបន្ទាប់ពីយើងទុកខ្ញីរបស់យើងផ្អាប់រយៈពេល30នាទីហើយឃើញថាខ្ញីរបស់យើងវាបានចេញទឹកនិងស្កររបស់យើងបានលាយល្អហើយអញ្ចឹងយើងយកវាទៅរំងាស់យើងចាក់ខ្ញីរបស់យើងចូលទៅក្នុងឆ្នាំងហើយបន្ទាប់មកខ្ញុំបន្ថែមឈើអែមមួយដើមហើយបន្ទាប់មកខ្ញុំបន្ថែមក្រូចឆ្មាដែលយើងបានហាន់រួចអំបញ្ញមិញហ្នឹងហើយបន្ទាប់មកខ្ញុំចាក់ទឹកចំនួន150មីលីលីត្របន្ទាប់មកទៀតយើងចាប់ផ្ដើមបើកភ្លើងហើយយើងរំងាស់ទឹកស្ករខ្ញីរបស់យើងឲ្យពុះនៅពេលដែលទឹកស្ករខ្ញីរបស់យើងហ្នឹងចាប់ផ្ដើមពុះហើយគឺយើងបន្ថយភ្លើងយើងបើកភ្លើងតិចៗបងប្អូនយើងរំងាស់វាប្រហែលជារយៈពេល20នាទីបន្ថែមទៀតចាំបន្ទាប់ពីយើងរំងាស់ទឹកស្កររបស់យើងរយៈពេល20នាទីរួចរាល់ហើយគឺយើងទុកឲ្យវាចុះត្រជាក់នៅពេលដែលទឹកស្កររបស់យើងចុះត្រជាក់ហើយគឺយើងយកទឹកស្កររបស់យើងទៅច្រោះយើងយកតែទឹកទេបងប្អូនហើយសម្រាប់ការហ្នឹងមិនបាច់ចោលទេយើងអាចញ៉ាំបានបងប្អូនគឺវាមានរសជាតិផ្អែមហឹលចាឥឡូវយើងបានច្រោះទឹកស្ករខ្ចីរបស់យើងរួចរាល់ហើយសម្រាប់ទឹកស្ករខ្ញីនេះដែរបងប្អូនអាចរក្សាវាទុកនៅក្នុងទូទឹកកកសម្រាប់ញ៉ាំបានរយៈពេលប្រហែលជាពី1សប្តាហ៍ទៅ2សប្តាហ៍ចាឲ្យសម្រាប់ទឹកស្ករខ្ញីនេះដែរសម្រាប់ផ្ទះខ្ញុំវិញគឺខ្ញុំតែងតែនិយមញ៉ាំលាយជាមួយនឹងសូដាដោយយើងដាក់ទឹកស្កររបស់យើងចំនួន3ស្លាបព្រាបាយហើយខ្ញុំដាក់ទឹកកកបន្តិចហើយយើងដាក់សូដាចូលយើងកូរច្របល់វាមកជាការស្រេច